ជ្រាបសួរពុកម៉ែបងប្អូននេះគឺជាក្របមន្ត្រីឬក៏ក្របនឹងនួនហើយគេតែនិយមហៅណានេះខ្ញុំបានពីពួកម៉ាក់ខ្ញុំបានប៉ុណ្ណេះឯងចែកគ្នាយកដាំចឹងគេថាក្របនេះវាអាឡងអញ្ចឹងបើយើងយកវាទៅត្រាំទឹកតែម្ដងគឺមិនគេនឹងដោះទេសោវាអត់រីកចូលទឹកទេអញ្ចឹងយើងមានវិធីសាស្ត្រដើម្បីបណ្ដោះយើងគ្រាន់តែចាត់ក្បាលវាឬក៏កាត់ក្បាលវាតិចទៅដើម្បីឲ្យទឹកវាងាយជ្រាបចូលយើងត្រាំតែ2 3យប់អីអាចដោះហើយអញ្ចឹងយើងចាំទស្សនារបៀបបណ្ដោះទាំងអស់គ្នាតើឥឡូវយើងកាត់វាទាំងអស់គ្នានេះមានប្រមាណគ្រាប់2 4 6 8 10មាន11គ្រាប់បើយើងបដោះរស់ទាំងអស់អាចបាន11ដាមដែរជាងយើងកាត់បដោះទាំងអស់គ្នាដែរយើងកាត់ទៅចុងវាតិចទៅបានណាកាត់កុំឲ្យខកដល់សាច់ខាងក្នុងបងប្អូនកាត់ប៉ុណ្ណឹងទៅបានបើយើងមានស្រាប់ខាត់យើងខាត់ស្រាប់ខាត់ជាងយកនឹងខាត់ក៏បានតែខ្ញុំអត់មានអញ្ចឹងខ្ញុំកាត់ទៅដល់ទៅកាត់ថ្នមកុំឲ្យដល់សាច់ខាងក្នុងទៅដល់សាច់ខាងក្នុងវាអត់ដល់កាត់ជាដើម្បីបើកផ្លូវទឹកវាចូលកាត់ផ្លេចមើលកាមេរ៉ាមិញកាត់ហួសកាមេរ៉ាកាត់ហើយយើងយកទៅត្រាំទឹកយើងធម្មតាត្រាំទុកចោលពីមួយយប់ទៅ2យប់អីទៅប្រហែលដោះហើយត្រប់វាចូលទឹករីកល្អណាយើងដាំតាមផ្ទះសម្រាប់ជួយធ្វើជាម្លប់វិញណានេះបន្ទាប់ពីកាត់ហើយរូបរាងក្របជើងគឺបែបនេះយើងកាត់បែបហ្នឹងតែក៏មិនដល់សាច់ខាងក្នុងដល់សាច់ខាងក្នុងក្របយើងគឺអត់ដោះទេយើងកាត់តែបន្តិចច្រាប់ដើម្បីឲ្យខ្សែទឹកវាចូលបានណាដើម្បីជាដង្ហើមទឹកណាដើម្បីទៅវាបើកទឹកចូលទៅក្របនឹងរីកទៅវាអាចដោះហើយទីបដោះមានពិបាកទេតោះឥឡូវយើងយកវាទៅត្រាំទឹកអស់គ្នានេះវិធីបដោះយើងខ្ចប់กระดาษវាអញ្ចឹងសិនមកមុននឹងដាក់ត្រាំទឹកយើងខ្ចប់វាឲ្យជឿត
វាជួយបង្កើនសំណើមនឹងក្របធ្វើក្របយើងបានល្អមានសាប់ស៊ីចឹងជាប់ចាំងសំណើមតាំងទឹកយ៉ាងមានទឹកសតណាបងប្អូនទឹកយ៉ាងធម្មតារបៀបបដោះខ្ញុំរៀងខ្លាចជាខ្លាចណាស់ណាទេដូចតែគេដូចឯងដោះដូចគេដូចឯងហ្នឹងដាក់ទឹកឲ្យលិចមកប៉ុណ្ណឹងគឺរួចរាល់ហើយជួយយើងចាំរងចាំទស្សនាពេលក្រោយនឹងដោះទាំងអស់គ្នាបាយ